ngữ lý tầm mốc cùng phố được ngay chủng ngữ của má đây là cái khai của vùng chậm và đại biến lúc sao cho chủng nuôi lên khi bắt rất chia dụng sản nát hay năng lúc sao cho chủng nuôi kim kim số chia sản nát dụng sản nát ai để sát vào nhớ nghiên pram rú cứ đó miền con bọc há nhà để sát con bọc há để sát xứ đi sao để sát xiên sự tiếp để sát ti soda lim hay năng để sát tim mà chào xong chơiជាបឋមនេះខ្ញុំសូមគោរពដល់ថ្នាក់ដឹកនាំអាដាមចាក់ដេតគឹមស៊ូភីរុនជាសាកលវិទ្យាការនៃសាកលវិទ្យាល័យកំពង់ចាមសូមគោរពដល់លោកគ្រូជ័យចិត្តនីលោកគ្រូគឹមស៊ូសំបនសាកលវិទ្យាការរងនៃសាកលវិទ្យាល័យកំពង់ចាមសូមគោរពគណៈកម្មការវិតម្លៃសូមគោរពដល់លោកសាស្ត្រាចារ្យលោកត្រីបត្រិតជានាយកសារណាសូមគោរពដល់លោកស្រីអនុបណ្ឌិតសុកញ្ញាជានាយកសារណាសូមគោរពដល់លោកសាស្ត្រាចារ្យជំនួយគឹមកំស្រនជាសហនាយកសារណាសូមគោរពដល់លោកគ្រូអ្នកគ្រូនិងមិត្តនិស្សិតទាំងអស់ដែលមានវត្តមាននៅទីនេះក្រុមយើងខ្ញុំជានិស្សិតឆ្នាំទី4ចំនួនទី3នៃសាកលវិទ្យាល័យកំពង់ចាមដែលឡើងមកការពារសារណាដើម្បីបំពេញថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក្នុងប្រធានបទការសិក្សានិងការថែទាំជំងឺរលាកច្បងបំពង់កនៅផ្នែកកុមារនៃមន្ទីរពេទ្យខេត្តកំពង់ចាមដែលមានរយៈពេលសិក្សាចំនួន3ខែចាប់ពីថ្ងៃទី1ខែមិថុនាឆ្នាំ2025ដល់ថ្ងៃទី30ខែសីហាឆ្នាំ2025ដែលដឹកនាំដោយលោកសាស្ត្រាចារ្យជំនួយលោកត្រីបត្រិតវិជ្ជាវិជ្ជបណ្ឌិតឯកទេសជំងឺកុមារនិងលោកសាស្ត្រាចារ្យជំនួយគឹមកំស្រនមុននឹងឈានដល់ការបកស្រាយក្រុមយើងខ្ញុំសូមធ្វើការថ្លែងអំណរគុណសូមថ្លែងអំណរគុណចំពោះលោកឪពុកអ្នកម្ដាយដែលជាអ្នកមានគុណមកម្ដងកំណើតនិងចិញ្ចឹមបីបាច់ថែទាំកូនប្រកបដោយព្រមវិហារធម៌ព្រមទាំងជួយទំនុកបំរុងគ្រប់បែបយ៉ាងដល់កូនគ្រប់រូបរហូតទទួលបានជោគជ័យក្នុងការសិក្សាយ៉ាងត្រចះត្រចង់និងបានបញ្ចប់នឹងការសិក្សាថ្នាក់បរិញ្ញាបត្រនេះសូមថ្លែងអំណរគុណនិងជាជ្រៅចំពោះលោកជំទាវវិជ្ជបណ្ឌិតអាវលីនីជាប្រធានក្រុមប្រឹក្សាពិបាលនៃសាកលវិទ្យាល័យកំពង់ចាមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំឯកឧត្តមវិជ្ជបណ្ឌិតគឹមស៊ូភីរុនសាកលវិទ្យាការនៃសាកលវិទ្យាល័យកំពង់ចាមព្រមទាំងលោកគ្រូជ័យចិត្តនីសាកលវិទ្យាការរងដែលបានជួយសម្រួលរហូតដល់ចប់សារណានេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យលោកត្រីបត្រិតវិជ្ជបណ្ឌិតឯកទេសជំងឺកុមារនិងលោកសាស្ត្រាចារ្យជំនួយគឹមកំស្រនជាសហនាយកសារណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យយើងស៊ីណាដែលជាប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមហើយសារណានេះមានការចូលរួមសិក្សាស្រាវជ្រាវរបស់និស្សិតចំនួន5រូបមាននាងខ្ញុំឈ្មោះផនបុប្ផាជាប្រធានក្រុមជំរាបសួរនាងខ្ញុំឈិតសុធាជាសមាជិកជំរាបសួរខ្ញុំបានសឿវិសាជាសមាជិកជំរាបសួរនាងខ្ញុំឈ្មោះហេសុលលីនជាសមាជិកជំរាបសួរខ្ញុំបានធីម៉ាឆារ៉ូជាសមាជិកជាកិច្ចចម្រើននាងខ្ញុំសូមបង្ហាញពីមេតិកាអត្ថបទមេតិកាអត្ថបទគឺមានចំនួន4ចំពោះទី1សេចក្តីសង្ខេបចំពោះទី2សេចក្តីផ្ដើមចំពោះទី3រំលឹកពីការវិភាគសរីរវិទ្យានៃប្រព័ន្ធផ្លូវដង្ហើមនិងផែនការថែទាំចំពោះទី4ការសិក្សាស្រាវជ្រាវចូលដល់ចំពោះទី1សេចក្តីសង្ខេបគឺមាន6ចំណុចដែលទី1គឺសេចក្តីផ្ដើមគោលបំណងវិធីសាស្ត្រនៃការសិក្សាលទ្ធផលសេចក្តីសន្និដ្ឋាននិងពាក្យកន្លឹះចំណុចទី1សេចក្តីផ្ដើមជំងឺរលាកច្រមុះបំពង់កលើកុមារគឺជាការបង្ករោគដោយវីរុសឬបាក់តេរីនៅផ្លូវដង្ហើមផ្នែកខាងលើដែលស្ដែងចេញជាលក្ខណៈនៃសញ្ញា klinik ដូចជាហេតុសម្បោទឹកច្រមុះឈឺបំពង់កនិងក្អកចូលដល់ចំណុចទី2គោលបំណងដើម្បីសិក្សាអំពីដំណើរការនៃការថែទាំជំងឺរលាកច្រមុះបំពង់កលើកុមារនៅមន្ទីរពេទ្យបង្
ចាមចូលដល់ចំណុចទី3វិធីសាស្ត្រនៃការសិក្សារកឯកសារជំងឺកុមារដែលរកវិនិច្ឆ័យរលាកច្រមុះនិងបំពង់កឯកសារថែទាំគឺមានរយៈពេល3ខែពីថ្ងៃទី1ខែមិថុនាឆ្នាំ2025ដល់ថ្ងៃទី30ខែសីហាឆ្នាំ2025ករណីចេញពីមន្ទីរពេទ្យចូលដល់ចំណុចទី4លទ្ធផលក្រុមយើងខ្ញុំបានរកឃើញចំនួន72ករណីដែលក្មេងប្រុសប្រហែលជា 46% ក្មេងស្រីប្រហែលជា 54%ភាគច្រើនគឺអាយុចាប់ពី12ខែរហូតដល់59ខែប្រហែលជា 51%ដែលក្នុងនោះមានរោគវិនិច្ឆ័យថែទាំផ្ដាច់ខ្លួន 96% ការឡើងស្លេង 24% ពិបាកដកដង្ហើម 6% ការធ្វើអន្តរាគមន៍ថែទាំដោយធម្មជាតិកម្ដៅគឺ 91% ឆ្ពង 14% បន្តសេរ៉ូមប្រៃ 26% ការអប់រំអាណាព្យាបាលនិងការអប់រំពុកម្ដាយឬអាណាព្យាបាល 46% ទាំង72ករណីគឺមាន 49% ដែលបានជាសះស្បើយនិងត្រឡប់ទៅផ្ទះតែមាន 1% ដែលមិនទាន់ជាសះស្បើយតែសុំគ្រូពេទ្យត្រឡប់ទៅផ្ទះចូលដល់ចំណុចទី5សេចក្តីសន្និដ្ឋានយើងសន្និដ្ឋានបានថាជំងឺរលាកច្រមុះបំពង់កលើកុមារនិងទារកគឺជាជំងឺដែលកើតឡើងនៅtrongរដូវភ្លៀងដើមរដូវរំហើយនិងក្នុងរដូវត្រជាក់ឪពុកម្ដាយឬអាណាព្យាបាលគួរតែយកកូនឲ្យឆ្ងាយពីអ្នកដែលមានជំងឺផ្ដាសាយឬពាក់ម៉ាស់ជៀសវាងយកកូនទៅដើរឆ្ងាយជៀសវាងឲ្យអ្នកមានជំងឺផ្ដាសាយថាកូនឬមុននឹងប៉ះពាល់កូនទៅលាងដៃនឹងសាប៊ូឬអកជាចាំបាច់ចូលដល់ចំណុចទី6ពាក្យកន្លឹះក្នុងពាក្យកន្លឹះមានការឡើងស្លេះការឡើងកម្ដៅជំងឺរលាកច្រមុះបំពង់កចំពោះទី2សេចក្តីផ្ដើមជំងឺរលាកច្រមុះបំពង់កកំណត់ដោយការបង្ករោគដោយវីរុសឬបាក់តេរីនៅប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើដែលស្តែងឡើងដោយមានស្លេះវាធ្វើឲ្យរលាកច្រមុះនិងបំពង់កវីរុសគឺជាមូលហេតុដែលបង្កឲ្យកើតជំងឺនេះហើយវីរុសដែលបង្កឡើងជាញឹកញាប់ជាងគេគឺ respiratory syncytial ពាក្យកាត់គឺ VRS និង rhinovirus រោគសញ្ញារបស់វាស្តែងឡើងដោយមានហៀសបោតឹងច្រមុះឈឺបំពង់កក្អកមិនចំប៉ៅស្ទះដង្ហើមមកកើតបានទីស្លេះយ៉ាងច្រើនកុមារអាយុក្រោម5ឆ្នាំអាចកើតជំងឺរលាកច្រមុះបំពង់ក5ដងក្នុងមួយឆ្នាំពេលនេះចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់នេះខ្ញុំសូមផ្ទេរតួនាទីទៅសមាជិកក្រុមជំរាបសួរនាងខ្ញុំសួរសៀនសុភ័ក្រសូមធ្វើការបកស្រាយបន្តនិយាយពីចំពោះទី3រំលឹកកាយវិភាគវិទ្យារំលឹកកាយវិភាគសរីរវិទ្យានៃប្រព័ន្ធផ្លូវដង្ហើមចំណុចទី1និយាយអំពីកាយវិភាគវិទ្យាប្រព័ន្ធផ្លូវដង្ហើមចំណុចទី2និយាយអំពីបណ្ដោះអូស្មန်នៅក្នុងសរីរាង្គបណ្ដោះអូស្មန်នៅក្នុងថង់ខ្យល់តូចៗនៅក្នុងសួតចំណុចទី3និយាយអំពីបណ្ដោះអូស្មန်នៅក្នុងសរីរាង្គនិងកោសិកានៃរាងកាយចំណុចទី4និយាយអំពីយន្តការនៃការដកដង្ហើមចំណុចទី1កាយវិភាគវិទ្យានៃប្រព័ន្ធដង្ហើមចាប់ផ្ដើមពីមាត់និងច្រមុះខ្យល់ត្រូវបានកម្ដៅហើយធ្វើឲ្យមានសំណើមខណៈពេលដែលវាធ្វើដំណើរឆ្លងកាត់តាមរោមច្រមុះហើយរោមច្រមុះបានច្រំនៅធូលីផ្សេងៗផងដែរបន្ទាប់មកខ្យល់ធ្វើដំណើរចុះទៅតាមបំពង់កដែលហៅថា pharynx រួចធ្វើទៅកន្លែងដែលហៅថា epiglottis បន្ទាប់មកឆ្លងកាត់បំពង់សម្លេងដែលហៅថា larynx ហើយចូលទៅក្នុងបំពង់ខ្យល់ដែលហៅថា trachea បំពង់ខ្យល់ត្រូវបែកជាតង់សួត bronchus ស្ដាំនិងឆ្វេងតង់សួតត្រូវបំបែកទៅជាតង់សួតកូនតង់សួតតូចៗដែលហៅថា bronchi ហើយបន្ទាប់មកត្រូវបំបែកទៅជាកូនតង់សួតតូចៗដែលហៅថា broncho រហូតដល់ចុងបញ្ចប់គឺបណ្ដុំថង់ខ្យល់តូចៗនៅក្នុងសួតដែលហៅថា alveolar sacរូបភាពនេះគឺជាកាយវិភាគប្រព័ន្ធផ្លូវដង្ហើមចែកចេញជាពីរគឺប្រព័ន្ធផ្លូវដង្ហើមខាងលើនិងប្រព័ន្ធផ្លូវដង្ហើមខាងក្រោមប្រព័ន្ធផ្លូវដង្ហើមខាងលើមានច្រមុះមាត់និងបំពង់កប្រព័ន្ធផ្លូវដង្ហើមខាងក្រោមមានបំពង់ខ្យល់រហូតដល់តកូនតង់សួតតូចៗចំណុចទី2និយាយអំពីបណ្ដោស្មាននៅក្នុងថង់ខ្យល់តូចៗនៅក្នុងសួតនៅក្នុងកំឡុងពេលដែលដកដង្ហើមចូលអូស្មန်អុកស៊ីសែនត្រូវបានស្រូបចូលទៅក្នុងតាមត្រូវបានស្រូបចូលទៅក្នុងតាមមាត់និងច្រមុះហើយធ្វើដំណើរទៅតាមប្រព័ន្ធផ្លូវដង្ហើមរហូតដល់ថង់ខ្យល់តូចៗនៅក្នុងសួតបណ្ដោអូស្មန်ធ្វើឡើងរវាងអុកស៊ីសែននៅក្នុងថង់ខ្យល់តូចៗនៅក្នុងសួតហើយនៅក្នុងឈាមសរសៃបណ្ដោអូស្មန်ដែលព័ទ្ធជុំវិញវាអូស្មန်អុកស៊ីសែនត្រូវបានឆ្លងកាត់ពីថង់ខ្យល់តូចៗនៅក្នុងសួតចូលទៅក្នុងឈាមនៅក្នុងសរសៃបណ្ដោអូស្មန်បន្ថែមពីនេះទៅទៀតអូស្មန်កាបូនឌីអុកស៊ីតត្រូវបានឆ្លងកាត់ពីឈាមនៅក្នុងសរសៃបណ្ដោអូស្មန်ចូលទៅក្នុងថង់ខ្យល់តូចៗនៅក្នុងសួត
បន្ទាប់មកអូស្មានកាបូនីអុកស៊ីតត្រូវធ្វើដំណើរឡើងទៅប្រព័ន្ធផ្លូវដង្ហើមនិងចេញទៅក្រៅតាមមាត់និងច្រមុះនៅពេលដែលយើងដកដង្ហើមចេញចំណុចទី3និយាយអំពីបណ្ដោខ្លាំងនៅក្នុងសរីរាង្គនិងកោសិកានៃរាងកាយនៅពេលដែលយើងនិយាយអំពីបណ្ដោស្មាននៅពេលដែលយើងនិយាយអំពីប្រព័ន្ធផ្លូវដង្ហើមវាក៏មានសារៈសំខាន់នៅក្នុងការនិយាយអំពីប្រព័ន្ធចរន្តឈាមផងដែរពីព្រោះប្រព័ន្ធទាំងពីរនេះធ្វើការទំនាក់ទំនងគ្នាយ៉ាងខ្លាំងនៅពេលដែលបណ្ដោស្មានកើតឡើងថប់ខ្យល់តូចៗនៅក្នុងសួតបន្ទាប់មកឈាមដែលសម្បូរទៅដោយអុកស៊ីសែនចាក់ចេញពីសួតហើយទៅត្រឡប់ទៅកាន់បេះដូងវិញដើម្បីចែកចាយនៅគ្រប់សរីរាង្គកាយទាំងអស់បេះដូងច្បាច់ឈាមដែលសម្បូរទៅដោយឧស្ម័នអុកស៊ីសែនទៅកាន់សរីរាង្គនិងកោសិកានៃក្នុងរាងកាយនៅពេលដែលឈាមទៅដល់សរីរាង្គនិងកោសិកាបន្ទាប់មកបណ្ដោឧស្ម័នកើតឡើងរវាងឈាមនៅក្នុងសរសៃបណ្ដោឧស្ម័ននិងកោសិកាឧស្ម័នអុកស៊ីសែនត្រូវបានផ្ទេរពីឈាមទៅកាន់កោសិកាហើយឧស្ម័នកាបូនីអុកស៊ីតត្រូវបានផ្ទេរពីកោសិកាទៅកាន់ឈាមវិញបន្ទាប់មកបណ្ដោឧស្ម័នឈាមផ្លែជាឈាមដែលខ្សត់អុកស៊ីសែនហើយឈាមដែលខ្សត់អុកស៊ីសែនត្រូវធ្វើដំណើរទៅកាន់បេះដូងវិញរួចទៅកាន់សួតហើយដំណើរការចាប់ផ្ដើមម្ដងទៀតទី4និយាយពីយន្តការនៃការដកដង្ហើមរូបភាពទី1និយាយអំពីការដកដង្ហើមចូលនៅពេលដែលយើងដកដង្ហើមចូលឆ្អឹងជំនីហើយនឹងសាច់ឆ្អឹងជំនីធ្វើចលនាឡើងទៅលើរីឯសាច់ដុំទន្ទាទ្រូងទាញចុះក្រោមដែលធ្វើឲ្យសួតរីកធំដើម្បីស្រូបខ្យល់ចូលរូបភាពទី2និយាយអំពីការដកដង្ហើមចេញនៅពេលដែលយើងដកដង្ហើមចេញឆ្អឹងជំនីនិងសាច់ដុំទន្ទាទ្រូងត្រឡប់មកធម្មតាវិញធ្វើឲ្យសួតរួមតូចដើម្បីបញ្ចេញខ្យល់ផែនការថែទាំ1ការចម្លងជំងឺរលាកច្រមុះបំពង់កមានការចម្លងខ្ពស់ដោយវ៉ៃរុសនៅក្នុងដំណាក់កាលរយៈពេល3ទៅ8ថ្ងៃការសាយភាយតាមដំណាក់តូចៗដូចជាក្អកសម្បោរការប៉ះសម្បោរអ្នកដែលបង្ករោគជីវិតវ៉ៃរុសនៅលើស្បែកមានរយៈពេល20នាទីនៅលើក្រណាត់មានរយៈពេល30ដល់60នាទីនៅលើរបបរឹងមានរយៈពេល6ម៉ោងមូលហេតុដែលធ្វើឲ្យរលាកច្រមុះបំពង់កមូលហេតុដែលឃើញញឹកញាប់ជាងគេគឺមកពីrespiratory syncytial virus គឺជាទូទៅមូលហេតុរលាកតង់សួតនៅលើកុមារហើយវីរុសបន្តបន្សំមានដូចជា rhinovirus enterovirus influenza adenovirus parainfluenza coronavirus ឬ COVID-19 ចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់សូមទេការបកស្រាយឲ្យមានរួមក្រុមជំរាបសួរខ្ញុំបាទសិនវិសាសូមធ្វើការបកស្រាយនៅចំណុចទី3 3.1 សន្តិជាតិ data ការសួរនាំពីប្រវត្តិក្រៅខ្លួនខ្លាំងចំពោះក្មេងតូចឈឺក្បាលឈឺពោះឈឺភ្នែកឈឺបំពង់កហត់ក្រោយពីហៀសម្បោរឬក្អកស្ងួតរលាកច្រមុះហៀបំពង់ហៀសម្បោរដង្ហើមញាប់សាដកដង្ហើមពិបាកបាយតិចរញ៉ាំរញ៉ៅមិនព្រមទេ 3.2 អបជាតតាកលិនុបដ្ឋៈធ្វើការបានប្រមាណការកើនឡើងចង្វាក់ដង្ហើមស្វ័យបបោមាត់ការថយចុះអុកស៊ីសែនក្នុងឈាមតូចជាង 95% ការកើនឡើងកម្ដៅក្នុងខ្លួនសញ្ញាកង្វះជាតិទឹកការថយចុះសម្លេងដង្ហើម 3.3 រោគវិនិច្ឆ័យថែទាំកុមារដកដង្ហើមញាប់ឬការដកដង្ហើមមិនមានប្រសិទ្ធភាពការកើនឡើងស្លេះការថប់បារម្ភកូននិងឪពុកម្ដាយ 3.4 ការបានប្រមាណការថែទាំការកើនកម្ដៅតាមដានស្ថានភាពដកដង្ហើមតាមដានការបំពេញចិត្តទឹកត្រួតពិនិត្យសញ្ញាជីវិតការបានប្រមាណកត្តាប្រឈមតាមដានផលវិបាកដែលកើតមាន 3.5 ផែនការថែទាំលំនាំនៃការដកដង្ហើមគ្មានប្រសិទ្ធភាពប្រឈមនឹងកង្វះជាតិទឹកការកើនកម្ដៅការខូចបណ្ដោឧស្ម័នការថប់អារម្មណ៍ឪពុកម្ដាយឬអាណាព្យាបាលចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់សូមតែចំណុចបន្តទៅមិត្តរួមក្រុមជំរាបសួរនាងខ្ញុំឈ្មោះហេសាដាលីនសូមធ្វើការបកស្រាយចំណុចបន្តចូលដល់ចំណុចទី4គឺជាការស្រាវជ្រាវក្នុងការស្រាវជ្រាវមាន10ចំណុចដូចជាចំណុចទី1សំណួរស្រាវជ្រាវចំណុចទី2គោលបំណងចំណុចទី3ក្រមសីលធម៌ចំណុចទី4វិធីសាស្ត្រក្នុងការស្រាវជ្រាវ
ចំណុចទី5លទ្ធផលនៃការស្រាវជ្រាវចំណុចទី6ការពិភាក្សាចំណុចទី7សេចក្តីសន្និដ្ឋានចំណុចទី8អនុសាសន៍ចំណុចទី9ឯកសារយោចំណុចទី10គឺឧបសម្ព័ន្ធចូលដល់ចំណុចទី1គឺសំណួរស្រាវជ្រាវមាន5សំណួរសំណួរទី1តើដំណើរការថែទាំជំងឺរលាកច្រមុះបំពង់កលើកុមារមានលក្ខណៈដូចម្តេចសំណួរទី2តើការប៉ះប្រមាណថែទាំលើជំងឺរលាកច្រមុះបំពង់កលើកុមារត្រូវធ្វើយ៉ាងដូចម្តេចសំណួរទី3តើអ្វីខ្លះជាការធ្វើរោគវិនិច្ឆ័យថែទាំជំងឺរលាកច្រមុះបំពង់កលើកុមារសំណួរទី4តើអ្វីខ្លះជាការធ្វើអន្តរាគមន៍ការថែទាំជំងឺរលាកច្រមុះបំពង់កលើកុមារសំណួរទី5តើអ្វីខ្លះជាការសំណួរទី5តើអ្វីខ្លះដែលត្រូវធ្វើការអប់រំសុខភាពដល់ឪពុកម្ដាយឬអាណាព្យាបាលចូលដល់ចំណុចទី2គោលបំណងទូទៅការសិក្សាការថែទាំដំណើរការការសិក្សាដំណើរការថែទាំជំងឺរលាកច្រមុះបំពង់កលើកុមារគោលបំណងជាក់លាក់ការសិក្សាពីការរាតត្បាតនៃជំងឺរលាកច្រមុះបំពង់កលើកុមារតើតើនឹងភេទអាយុសិក្សាពីការបានប្រមាណការថែទាំលើកុមារមានជំងឺរលាកច្រមុះបំពង់កសិក្សាលើការធ្វើរោគវិនិច្ឆ័យថែទាំជំងឺកុមារលើកុមារមានជំងឺរលាកច្រមុះបំពង់កសិក្សាពីការធ្វើអន្តរាគមន៍ថែទាំលើកុមារមានជំងឺរលាកច្រមុះបំពង់កសិក្សាពីលទ្ធផលរំពឹងទុកនៃការថែទាំកុមារដែលមានជំងឺរលាកច្រមុះបំពង់កចូលដល់ចំណុចទី3គឺតកតងនឹងក្រមសីលធម៌ការសិក្សានេះមានការយកស្របពីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកំពង់ចាមនិងប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដើម្បីស្រង់ឯកសារថែទាំជំងឺក្នុងមន្ទីរពេទ្យចំណុចទី4វិធីសាស្ត្រក្នុងការសិក្សារកឯកសារកុមារចូលសម្រាប់នៅផ្នែកជំងឺកុមារមានរយៈពេល3ខែចាប់ពីថ្ងៃទី1ខែមិថុនាឆ្នាំ2025ដល់ថ្ងៃទី30ខែសីហាឆ្នាំ2025នៅផ្នែកជំងឺកុមារនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមលើឯកសារថែទាំចំណុចទី5លទ្ធផលនៃការសិក្សាចំនួនឯកសារសម្រាប់សិក្សាសរុបមានចំនួន74ករណីប៉ុន្តែករណីមិនពេញលេញមានចំនួនករណី2ករណីហើយឯកសារដែលពេញលេញសម្រាប់សិក្សាមានចំនួន72ករណី 5.2 ការរាតត្បាតភេទក្នុងការសិក្សាចំនួន72ករណីយើងសង្កេតឃើញថាភេទប្រុសមានចំនួន33ករណីស្មើនឹង 46% ភេទស្រីមានចំនួន39ករណីស្មើនឹង 54% អាយុតិចជាង2ខែមានចំនួន3ករណីស្មើនឹង 4% អាយុចាប់ពី2ខែនិងក្រោម12ខែមានចំនួន17ករណីស្មើនឹង 24% អាយុ12ខែរហូតដល់59ខែមានចំនួន35ករណីស្មើនឹង 50% អាយុក្រោម60ខែមានចំនួន15ករណីស្មើនឹង 22% ចូលដល់ចំណុច 5.3 ការប៉ាន់ប្រមាណចំណុចអសិទ្ធិ data រយៈពេលឈឺមួយថ្ងៃមានចំនួន29ករណី2ថ្ងៃមានចំនួន24ករណី3ថ្ងៃមានចំនួន29ករណីលើពី3ថ្ងៃមានចំនួន18ករណីសញ្ញាលំអោនគ្រុនក្តៅមានចំនួន76ករណីក្អកមានចំនួន69ករណីក្អួតមានចំនួន43ករណីពិបាកដកដង្ហើមមានចំនួន4ករណីហត់មានចំនួន0ករណីឡានស្លេសមានចំនួន11ករណីរាកមានចំនួន3ករណីយំមួម៉ានមានចំនួន0ករណីអបជិតយក data តកតងទៅនឹងសញ្ញាជីវិតកម្ដៅខ្ពស់ជាង 37.5 អង្សាមានចំនួន71ករណីចង្វាក់ដង្ហើមលើសពី40ដងក្នុង1នាទីមានចំនួន3ករណីកំហាប់អុកស៊ីសែនក្នុងឈាមលើសពី95កំហាប់អុកស៊ីសែនក្នុងឈាមមានចំនួន86% ជីពចរញាប់លើសពី100ដងក្នុង1នាទីមានចំនួន3ករណី SD តូចជាង13មានចំនួន0ករណីការពិនិត្យរាងកាយមានសញ្ញា clinic ក្អកមានចំនួន 78% ហត់មានចំនួន 3% ពិបាកដកដង្ហើមមានចំនួន 6% ក្អួតមានចំនួន 35% រាកមានចំនួន 1% ឈឺពោះមានចំនួន 8% ចង្អោរមានចំនួន 6% ចូលដល់ចំណុច 5.4 រោគវិនិច្ឆ័យថែទាំការឡើងកម្ដៅមានចំនួន69ករណីការឡើងស្លេសមានចំនួន17ករណីពិបាកដកដង្ហើមមានចំនួន4ករណីមិនបើកមានចំនួន2ករណីនិងហត់0ករណី
អន្តរាគមន៍ថែទាំប្រាថ្នាបញ្ចុះកម្ដៅ66ករណីឆ្ពង10ករណីបន្តសរងប្រៃមានចំនួន19ករណីអប់រំមានចំនួន30ករណីប្រាថ្នាផ្សះមានចំនួន28ករណីចូលដល់ចំណុច 5.6 លទ្ធផលនៃដំណើរការថែទាំយើងសង្កេតឃើញថាការជាស្វាស្បោយមានចំនួន71ករណីស្មើនឹង 99% ចេញដោយគ្មានការអនុញ្ញាតមានចំនួន1ករណីនិង 1% ចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់សូមផ្ទេរចំណុចបន្តទៅមិត្តរួមក្រុម ជំរាបសួរខ្ញុំបាទឈ្មោះធីម៉ាឆារ៉ូសូមបកស្រាយបន្តនៅចំណុចទី 6 ការពិភាក្សាចំពោះជំងឺរលាកច្បល់បំក្នុងកច្រើនតែបង្កឡើងដោយវីរុសញឹកញាប់មួយប្រភេទដែលមានឈ្មោះថា respiratory syncytial virus នេះចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការកណ្ដាស់ការក្អកនិងការប៉ះពាល់ផ្ទាល់នៃអ្នកជំងឺអាការៈជំងឺចាប់ផ្ដើមជាមួយនឹងការបង្ករោគផ្លេមខាងលើដូចជាជំងឺផ្ដាសាយធម្មតាក្មេងអាចនឹងមានកណ្ដាស់ហៀសម្បោរទាំងច្រមុះបន្ទាប់ពីរយៈពេល2ទៅ3ថ្ងៃក្រោយមកគាត់អាចនឹងមានអាការៈដូចជាក្តៅខ្លួននិងក្អកខ្លាំងក្មេងអាចនឹងដកដង្ហើមញាប់និងពិបាកដកដង្ហើមចេញចំពោះភេទក្នុងការសិក្សាជំងឺរលាកច្បល់បំពង់កលើកុមារាប្រហែលទៅនឹងកុមារីដោយរូបភាពទី1ខុសពីជំងឺរលាកទងសួតតូចមានអ្វីបញ្យល់ច្បាស់លាស់ទេចំពោះអាយុនៅក្នុងការសិក្សាវិញដែលជួបប្រទះញឹកញាប់ជាងគេចន្លោះពី1ឆ្នាំរហូតដល់5ឆ្នាំស្មើ 51% ដោយរូបភាពទី2មិនមានអ្វីមកបញ្យល់ច្បាស់លាស់ទេចំណុចទី7សេចក្តីសន្និដ្ឋានការសន្និដ្ឋានក្រោយការសិក្សាការថែទាំជំងឺរលាកច្បល់បំពង់កលើកុមាររយៈពេល3ខែមាន72ករណីបានបង្ហាញឲ្យឃើញថាការលើកកុមារាប្រហែលទៅនឹងកុមារីការលើកកុមារដែលមានអាយុចាប់ពី12ខែរហូតដល់ក្រោម5ឆ្នាំ 51% សញ្ញាដំអូនមានការឡើងកម្ដៅនិងការក្អកកង្ហាប់អុកស៊ីសែននៅក្នុងឈាមតូចជាង 95% មានតែ 14% រោគវិនិច្ឆ័យថែទាំមានការកើនឡើងកម្ដៅនិងការក្អកអន្តរាគមន៍ថែទាំមានដូចជាការស្អំទឹកការប្រើថ្នាំបញ្ចុះកម្ដៅស្ពងការបន្តសេរ៉ូមប្រៃការអប់រំសុខភាពដល់ឪពុកម្ដាយឬអាណាព្យាបាលកុំឲ្យមានការថប់បារម្ភមកដល់ចំណុចទី8ការផ្ដល់អនុសាសន៍ចំពោះមុខជំងឺរលាកច្បល់បំពង់កលើកុមារគលិនុបដ្ឋាយិកានិងអាណាព្យាបាលឬឪពុកម្ដាយគួរតែចំពោះគលិនុបដ្ឋាយិកាការប៉ះប្រមាណទៅលើរោគវិនិច្ឆ័យ subjective data និង objective data ធ្វើផែនការថែទាំលទ្ធផលរំពឹងទុកការធ្វើរោគវិនិច្ឆ័យថែទាំការកើនឡើងកម្ដៅនិងការក្អកការធ្វើអន្តរាគមន៍ថែទាំមានដូចជាការបន្តសេរ៉ូមប្រៃការស្ពងការព្យាបាលចលនាការដាក់អុកស៊ីសែនការផ្ដល់ថ្នាំអង់ទីប៊ីយោទិកនិងការអប់រំពីការថប់បារម្ភរបស់ឪពុកម្ដាយឬអាណាព្យាបាលការវិតម្លៃនិងការតាមដានការថែទាំចំពោះឪពុកម្ដាយឬអាណាព្យាបាលពន្យល់ឪពុកម្ដាយពីសញ្ញាធ្ងន់ធ្ងរការបំបើកដងម្ដាយសពឲ្យកូនរបស់អ្នកទទួលទានទឹកនិងសារធាតុរាវឲ្យបានគ្រប់គ្រាន់ហើយកូនរបស់អ្នកសម្រាប់ឲ្យបានគ្រប់គ្រាន់ជៀសវាងយកកូនទៅបណ្ដុំមនុស្សលាងដៃនឹងសាប៊ូមុនប៉ះពាល់កុមារនៅរដូវចម្លងហាមអោបថើបកុមារយកកូនឲ្យឆ្ងាយពីអ្នកជំងឺផ្ដាសាយនិងអ្នកជក់បារីមកដល់ចំណុចទី10ឯកសារយោងសម្រាប់ការសិក្សាការថែទាំជំងឺរលាកច្បល់បំពង់កលើកុមារក្រុមរបស់ខ្ញុំបានដកស្រង់ចេញពីសៀវភៅទាំង11សម្រាប់យកមកស្រាវជ្រាវចំណុចទី11ឧបសម្ព័ន្ធសម្រាប់ឧបសម្ព័ន្ធយើងមានកម្រងសំណួរសម្រាប់ការធ្វើសារណារបស់ក្រុមនិស្សិតបញ្ញាបត្រគលិនុបដ្ឋាយដែលចូលទៅដកស្រង់ចេញពីឯកសារនៅក្នុងមន្ទីរពេទ្យដែលមានរោគវិនិច្ឆ័យថែទាំជំងឺរលាកច្បល់បំពង់កនេះគឺជារូបភាពនៃការសិក្សាស្រាវជ្រាវរបស់ក្រុមយើងខ្ញុំមកដល់ពេលនេះការបកស្រាយរបស់ក្រុមយើងខ្ញុំត្រូវបានបញ្ចប់សូមអរគុណទូនីតិបន្តទៅប្រធានក្រុមចុងបញ្ចប់មានខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណៈកម្មការវិតម្លៃលោកគ្រូដឹកនាំសារណាអ្នកគ្រូលោកគ្រូនិងបណ្ឌិតសិស្សទាំងអស់ដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃចូលរួមក្នុងកម្មវិធីសារណានេះសូមអរគុណសូមថ្លែងអរគុណដល់និស្សិតក្រុមទី2ដែលឡើងបង្ហាញសារណាដែលមានភាពបកបាយហើយត្រឹមត្រូវតាមពេលវេលាកំណត់បាទហើយជាបន្តទៀតចូលដល់នីតិសំណួរបាទមាននិស្សិតដែលជាសិស្សប្អូនមានចម្ងល់មានសំណួរអីពាក់ព័ន្ធនឹង
បទបង្ហាញក្នុងការការពារសាធារណៈនេះសូមជឿហើយវាមិនមានទេបាទសូមអញ្ជើញលោកគ្រូដែលទទួលការងារនៅលោកគ្រូការអង្គរីគឺមានសំណួរដែរបាទសូមជំរាបថាបទបង្ហាញរបស់និស្សិតក្រុមទី2ផ្ដោតទៅលើ technical ហើយបាទដូចជា nursing process ចំទួហើយបាទអញ្ចឹងបើមិនមានសំណួរទេខ្ញុំបាទសូមគោរពអញ្ជើញផ្នែកខាងគណៈកម្មការបាទ សួរសិនបាទចាំបាយតម្លៃក្រោយឃើញនិយាយរត់អត់អតាមអាចប៉ុន្តែគូចង់សួរថាអ្វីទៅហៅថា objective data គាត់អានខុសសាប់គេអត់ចាំណាដល់ច្រើនសាប់គេអត់យើងសាប់គេអត់យើងយើងអត់គេសាប់ សូមគោរពគណៈកម្មការសម្រាប់objective data គឺជាការសួរនាំគឺជាទិន្នន័យដែលខ្ញុំថាបានសួរនាំពីដែលបានយកពីអ្នកជំងឺ ទទួលបានពីអ្នកជំងឺព័ត៌មានដែលទទួលបាន មិនគ្រូសួរទេ អបសាប់គេអត់យើង ខាងសហនយោបាយត្រូវអត់មុនខ្ញុំឆ្លើយ គាត់សាប់មិនចង់ប៉ុណ្ណឹងឆ្លើយថាអានោះឆ្លើយថាចឹង អបស្ទីតាគឺស្ទើរតែបងអូននិយាយដល់មិនតាន់ សាប់ បុគ្គលចូលគឺថាជាយើងថាតាចំណណៃប៉ុណ្ណឹងតែក្នុងមេរៀនគឺសំដៅទៅលើរូបសញ្ញាស៊ីហ្វីសិក ចង់ថាគ្រូ អូស៊ីហ្នឹងស៊ីហ្វីសិកដែល ជាតាក៏សាប់ បុគ្គលិកសុខាភិបាលរូបបែបអី ហើយគាត់មិនឆ្លើ និ យ ត ថាមកវិញ បានការនិតវា ការមើលឃើញរបស់យើងខ្លួនឯង ហ្នឹងដូចជាធ្វើជាស៊ីហ្វីសិកសុខាភិបាលខុសពីសាប់ទីតាជាសញ្ញា យើងទៅមើលបានខ្លួនឯង ស៊ីពុកចំណែលតែអ្នកជំងឺទៅអូនថែ តែ ប្រាប់ មាន យើង ព័ត៌ រៀ មាន ន ត្រ បាន ឡប់ទៅព័ត៌មានត្រឡប់ ដោយសារយើងពួកអាំត្រូកតហ្នឹងសត្វទីវក៏អបទីវគឺគូប៉ែតឬក៏បុគ្គលិក បាញ់ណាចំអកគាត់ធ្វើ ទៅ ចូល រក យក ឃើញ ឃើ ទៅ ញ ដឹកទៅធ្វើសញ្ញាហ្នឹង ទៅខ្លួនឯងប៉ុន្តែគាត់ឆ្លើយអ្នកជំងឺអ្នកប្រាប់គាត់ចឹងគាត់ឆ្លើយខុស អូឃើញបងអូននិយាយរើមាត់បណ្ដាបានសួរហ្នឹង អត់ត្រូវទេ objective data របស់យើងនិយាយលើរោគសញ្ញាដែលយើងពេលយើងរកឃើ ឃើ ញ ញដល់ហ្នឹងយើងរកឃើញ CBZ អានេះ យើង គាត់ សា និយាយ ប្រាំងណា បានមកអ្នកជំងឺប្រាប់គាត់ ហ្នឹង អា គឺ ហ្នឹង រោគសញ្ញាទាំងឡាយណាដែលយើងទៅរកឃើញនៅលើអ្នកជំងឺហ្នឹង objective data ដល់ subjective data គឺជា C ពុកណាឬក៏ C ពុក ចាំតែសាប់ C គេ ដំអូនអង្គហៅថា comprehensive របស់អ្នកជំងឺដំអូនប្រាប់យើងមកគាត់ក្តៅខ្លួនគាត់ខ្លួនគាត់ឈឺពោះហ្នឹងជា subjective data មិនមែនយកតែសញ្ញាជីវិតដែលយើងនិយាយមកច្រឡំ បងនឹងឆ្លើយវិញមក គូចង់មានដល់លំអតិចតួចលើកន្លែងអនាតូមីកំណត់ទីចន្លោះមាត់គឺជាប្រព័ន្ធដកដង្ហើមខាងលើយើងបិទមាត់បិទច្រមុះដកដង្ហើមកើតទេមាត់អត់ទេគេរកយកកៅអុំមាត់ប្រហោងមាត់ខាងក្នុងអន្តរចូលជា upper airway មិនមែនយកមាត់ទេមាត់គឺចូលក្នុងប្រដាប់រំលាយអាហារគឺយកច្រមុះប្រហោងច្រមុះកៅអុំមាត់ប្រហោងមាត់ខាងក្នុងបើកៅទេណាសាចូលទៅកៅទេមកមាត់បាត់ទៅចូលយើងបិទមាត់យើងបិទមាត់ដល់ណាអត់កាត់ទេមាត់ក៏ជាការដកដង្ហើមបណ្ដោះអាសន្ននៅពេលយើងមានឧបសគ្គខាងច្រមុះឬតឹងទឹកអីប្រសងបិទយកទៅផ្លូវការអត់ទេមួយទៀតការសិក្សាយើងវាតូចដូចមុនរយៈពេលខ្លីហើយយើងយកអត់ចំខែទេនៅលើជំងឺកុមារខែរីណូប៉ារ៉ាំងហ្គាយទីនឹងវាកើតច្រើនដល់ត្រជាក់
đã trở lại chỉ bộ ngoài là chân nhận ta sắp ta chứ được toàn lẽ nào chưa sắp cả lùng từ lý tổng mình chỉ khó khăn là dừng vô không hay dừng vô trọng hai dừng khơi vừa đây cả sắp xa dừng thông trên đường thì ai biết lẽ nào bắt lo trên đường thì đôi trên là từ trẻ dừng vô khai bộ muối được khai xây hàng khai nâng tay gì và khai từ trẻ lẽ cho bị chơi cao tràn nên hai cụ nên chịu bỏ tận hứng hay cả về dòng cái số khi mà họ hỏi hai môi tiết của trong môi tiết của dương thưa cô lòng nòn dương thưa đi dương trong bán tay từ lứa ca thái tổ là ở rằng cũng ca thái tổ chẳng được lại nó dùng khơi không ca khơi xa nã nó cứ ở toàn châu chúng ta lại nên tích hồi nào ở đi họ không cái đại luôn dương ăn ra cũng ca hai toàn dương thương mạch rồi dương này tôi sống đỡ ca ở thứ năm đi ca ở thứ năm rồi cũng về còn ca hai toàn mọi dương thương mạch rồi dương khơi mỗi ca đấy đây có dương thương ấy mình vô ca thứ năm nữa mà tôi chỉ ở ra cũng ca sẽ ba ca này một cái kiểu năm trước ca hai toàn dương thương mạch được bên cạnh mình là luôn mình bị khổ mà lại nó dùng mà tất cả là gì chúng đấy lúc hai sản nhà có như bị ca nursing process có chứ căn tại là họ miền bọt nó có lực hữu xong trên trung tâm đó trên ấy là to với bà học quân chụp phù đẹp đâu mỗi những sắp thì đặt ta hay sự tình đặt ta chụp phù dương đó sắp thì đặt ta cứ miên chụp được pi đại dương thử thử một trái cứ tìm mũi cứ lục nó không bị kẹp đến được đặt cao về đồng lái và đấy cứ ca đã tôi ai bị chụp người chứ có ba thì phù chụp ấy nó chỉ ai tìm phí cứ miên pi chụp nói cứ tìm phí cứ dương thử xu của quạt, thưa tại nhà của quạt này nếu có chuyên môn nghề bảo dưỡng thì sao thì data này và nói đó ông thì data có thể miễn phí này ông thì data tìm muối rau khơi tao cùng đào lên được mặt hàng tìm muối cứ sẽ nhà chủ vật miễn buôn miễn prang nữa miễn đá miễn làm racer miễn miễn chiêm đấy miễn chụp bạn làm hao đấy miễn chụp bạn làm hao miễn phú rồi còn miễn dễ cũng rất dễ để nông nghiệp nếu ô thời chám được quay đẹp ô phương cam tim plate cứ ô rong tin là đừng hỏi và ô sẽ nơi tại riêng đường phương sao là đấy nào rồi đi buôn nước cứ cất ở bao nhiêu hàng nữa cứ sủng kham được các khu nào phải đến lúc đấy cứ sủng cọt về tiền cứ nursing process cứ nữa hai thành ca thay toán trong cuộc thay toán cứมีผมมุ้ยสับเลยcứ áp sátในขนมtim plate khai tòa ấy của anh của đại miền khai của nga thế khai về khai được chặt về chấn thử che hướng phương ca pan rồi mà ca pan mà hắn nó nằm bây giờ vô đặt tát rồi đó đưa pan nhà nó thay khai tòa tôi bị rốt thêm khai tòa anh những người thương thay ca khai tòa và rốt khai tòa thứ ấy khác và nói được thay ca khai tòa bạn mà tăng thay ca khai tòa mấy bạn những người thương on ra cũng khai tòa ta on ra cũng thương ấy cái đại khu những người thương mấy nè mà càng quạt ca thay toan những thời thưa ấy nè mà hai mũi tiết cứ cá mũi tiết cứ cá cọp ra tầm khán không thưa hết cọp ra thời cọp ra nó không tham hoặc là nơi ai pha thay toan hai riêng cả của thom nát từ ca pin đỏ máu thời riêng ca thay nè đừng đấy hai ca đại dương đi tầm lại ca thay toan cứ ca đại dương dương Panama cứ miền buồn cá Panama chỉ cứ cho được bầu cá Panama được quên bật to miền baseline hay cá Panama bật toàn đấy mà hai những cá Panama đấy cá Panama đây cá nạp chuột miền buồn nữa mà trong xua thừa thay cái món xua của quên qua con trai qua mà được mà cá Panama nó một hai của quên là Panama nó buồn lắm này mà xua khai học hết để cá Panama miền Panama nó chơi nữaมันคลับอันปีอยู่หน่อยแต่โจมตีเป็ดเนี่ยหมดจังยืนนะแต่พยายามออกไปอย่างนั้นนะ
បញ្ហាការបានប្រមាណតែប្រភេទនៃការបានប្រមាណអីខ្លះបាទអានេះទៅមុខងាររបស់យើងទៅហើយកុំទាញទៅរកព្យាបាលប្រមាណព្យាបាលស្អីណាប្រមាណគ្រាប់អត់នេះទេបើកន្លងមកដល់បរិយាខ្ញុំមកបរិយាសួរถึงការព្យាបាលទេអត់ដឹងថាគឺក្តៅនឹងឲ្យអីប៉ុន្តែយើងមុខងារបាទហើយតែយើងធ្វើតែទៅកន្លែងនេះបាទហើយពាក់ព័ន្ធនឹងបញ្ហាទិន្នន័យដែលតាក់ទងអន្តរាគមន៍ដូចជាយើងលើកអីចឹងអានេះជា retrospective គឺការប្រឡប់ក្រោយអញ្ចឹងការងារជួនកាលនៅក្នុងទស្សនវិជ្ជាគាត់អត់សរសេរអញ្ចឹងគាត់ស្រួលគាត់មានទិន្នន័យណាមួយដែលសម្រាប់ឲ្យមានទិន្នន័យនឹងដែរបាទមួយខាងសិក្សាពីរឿងទិន្នន័យបាទអញ្ចឹងទិន្នន័យតាមផ្អែកទៅលើហ្នឹងតែយើងត្រូវអនុសាសន៍បាទត្រូវអនុសាសន៍នៅក្នុងក្រោយគួរតែថាកាលណាក្តៅខ្លួនយើងត្រូវស្អំទឹកមិនយើងត្រូវធ្វើមិនរាប់ពីមុនឲ្យឆ្នាំដល់យើងគាត់ផ្សេងទៅឲ្យឆ្នាំប៉ារ៉ាកន្លះគ្រាប់ទៅអីទៅអញ្ចឹងគាត់លុបទេមកតាមកិច្ចសន្យាអញ្ចឹងអាការដែលយើងនេះនឹងការដែលមិនរត់ដៅនេះគាត់បានអញ្ចឹងត្រូវអនុសាសន៍ទៅក្រោយពួកធម្មតាទៅស្អំទឹកទៅអប់រំគាត់ថាម៉េចនេះជាការបង្កាច់អីហើយនៅផ្ទះទៅត្រឡប់ទៅវិញទៅអប់រំគាត់ហើយទៅដល់ផ្ទះត្រូវមានបាទដូចមានជំនួយទៀតអស់ហើយបាទនឹងគង់តែបកស្រាយហើយគាត់ចូល5ចាស់បងប្អូននៅពេលដែលបងប្អូនចេញពីកលិលោកថាគុំភ្លេចរឿងសັບទីតាមតាមលោកស៊ីមានហើយលោកស៊ីនៅក្នុងនោះមានស្រាយនៅក្នុងពួកហេមកអាការតែសັບទីហេទីនោះមួយគាត់ថាមួយជាបានពីជំងឺប្រាប់យើងហើយនឹងយើងសួរគាត់ទី2គឺយើងរកឃើញតែខ្លួនឯងដោយតាមរយៈនៃបញ្ញាជីវិតហើយនៅការរករបស់យើងគេហៅពិនិត្យរាងកាយមកបកតែខ្មែរអញ្ចឹងបងប្អូនយើងនឹកខ្ញុំមិនចង់និយាយអង់គ្លេសប្រាំងអីច្រើននេះគឺការពិនិត្យរាងកាយបាទទៅលើ5ចំណុចនេះបាទគឺនៅលើសញ្ញាជីវិតហើយនៅ5ចំណុចទី1គឺការមើលការស្ទាបការគោះការស្ទាបការគោះការស្ដាប់ការហាត់ក្លិន5នេះបាទនឹងគាត់យកដាក់អ្នកបងប្អូននៅពេលដែលបងប្អូនចេញគឺអានឹងគឺអនុវត្តចាប់បដាហើយខ្ញុំសូមអរគុណបាទខ្ញុំសូមបន្ថែមកកន្លែង subjective data objective data ឲ្យច្បាស់បន្តិចហើយពីព្រោះការធ្វើមួយរៀនគឺគ្រូបានប្រាប់អស់ហើយថា subjective data យ៉ាងម៉េច objective data យ៉ាងម៉េចប៉ុន្តែដល់ក្មួយឡើងទៅធ្វើបទបង្ហាញមួយឆ្លើយវាអត់ត្រូវកន្លែងហ្នឹងចឹងចំពោះ subjective data ខ្មែរយើងបកថារោគសញ្ញាហើយរោគសញ្ញាហ្នឹងគឺបានមកពីយើងសួរអ្នកជំងឺប្រាប់ឬក៏យើងមិនបាច់សួរអ្នកជំងឺប្រាប់យើងទៅហ្មងអាហ្នឹងគេហៅ subjective data ជារោគសញ្ញាខ្មែរយើងហៅរោគសញ្ញាហើយដល់ objective data សញ្ញាខ្មែរយើងបកថាសញ្ញាណាសញ្ញាអ្វីដែលគ្រូពេទ្យទៅរៀបរាប់នៅលើអ្នកជំងឺហ្នឹងដោយប្រើកាយវិការរបស់គ្រូពេទ្យហ្នឹងតែប្រើភ្នែកប្រើដៃប្រើវិជាស្ដាប់ហាត់ក្លិនទៀតអាហ្នឹងបានសញ្ញានឹងមកអាហ្នឹងហៅ objective data តែចាំពុំញែកវាដាច់ណាតែកុំឲ្យចូលទេតែការនៅរៀបតាមថ្នាក់មកពីក្រោមមកយើងបានបញ្ជាក់អស់ឯកន្លែងតែសញ្ញាហើយនឹងរោគសញ្ញាណាចឹងឲ្យចាំពីខ្មែរផងកុំដឹងថា objective subjective នោះប៉ុន្តែដល់ខ្មែរនឹងបងថាម៉េចរោគសញ្ញាជា subjective ដល់សញ្ញា objective ណាចឹងខ្ញុំក៏សូមបញ្ជាក់ប៉ុណ្ណឹងសូមអរគុណអ្នកកាត់រោគយើង
nhưng bật sauច្រើនចឹងជាមេរៀនដែលគួរត្រូវចងចាំហើយយកទៅអនុវត្តនៅពេលខាងមុខហើយជាផ្សេងរូបមួយដែលចូលស្ដាប់ក្នុងជំនាន់ក្រោយសិទ្ធិភាពចែកទេល្អហើយយល់ខ្លីសាមញ្ញអត់មានបាយយល់ទេមានស្ដាប់បានស្រួលតាមយល់ចឹងបានគូតែងតែប្រាប់ថាចូលកម្មវិធីអីមួយហើយតែទៅចែកទេហ្នឹងមួយកត់ត្រាទុកចេញពីទៅវិញជ្រុះអស់ហើយគាត់ទីគឺនឹងឯណាប្រាប់វាបានបោះបាយលោកសួនណាខ្ញុំគាត់ពេលរៀនបានហាត់ហាយញ៉ែច្បាស់ហើយយើងចូលកម្មមួយភ្លេចចំសំខាន់គឺកត់ត្រាទុកមើលហើយសិតតែចំណុចហើយជារួមគឺមួយកម្រិតបញ្ញបាត់ទៅនេះមួយធ្វើបាននេះគឺគូសុំកោតសាបានឲ្យជាយាមដល់ទៅមុខទៀតនឹងជោគជ័យរបស់មួយអរគុណហើយជួយបឲ្យជាប់អស់នេះណាអរគុណច្រើនសូមថ្លែងអរគុណដល់គណៈកម្មការលោកគ្រូអ្នកគ្រូដែលបានចាប់រួមហើយនឹងបានជួយផ្ដល់នៅអនុសាសន៍ល្អជាពិសេសសិស្សអូនជំនាន់ក្រោយបានស្ដាប់ឬបានជួយជាហើយទីអនុសាសន៍ល្អណាស់ដែលយើងនៅប្រហែលខែទៀតយើងឈានទៅដល់ធ្វើដំណើរការចាប់តាមជាពិសេសនៅក្នុងប្រធានបទនេះយើងផ្ដោតទៅលើ objective data ហើយនិង subjective data គឺជា nursing process ណាដំណើរការនៃការថែទាំរបស់យើងព្រោះការងារយើងជា nurse បាទការងារយើងជា nurse ជាអ្នកថែទាំដូច្នេះយើងទៅសេសាសនាក៏ផ្ដោតទៅលើជំនាញរបស់យើងយ៉ាងណាជាថ្មីមកទៀតសូមថ្លែងអរគុណដល់និស្សិតក្រុមទី2ដែលបានសហការគ្នាយ៉ាងល្អឡើងមកធ្វើការការពារសាសនានេះសូមថ្លែងអរគុណដល់គណៈកម្មការនិងគ្រូទាំងអស់បាទសូមជួយចូលទីកន្លែងហើយក៏ចាប់ដើមចូលក្រុមបន្តទៀតទី3